ខ្ញុំប្រកាសណាសូមនមស្ការថ្វាយបង្គំចំពោះព្រះរតនត្រ័យទាំង3មានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាយ៉ាងក្រៃលែងសូមនមស្ការថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈនិងសូមចម្រើនពរញោមញាតិពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្រប់មជ្ឈដ្ឋានខ្ញុំប្រកាសណាអាត្មាភាពសូមលើកឡើងអំពីបញ្ហារយៈពេលថ្មីនេះយកមកសម្ដែងជូនញាតិញោមពុទ្ធបរិស័ទកាលណាគុណចាស់ជាទីសម្ដាប់ក៏ដូចជាការចែករំលែកនៅព័ត៌មានក៏ដូចជាចំណេះដឹងជាធម្មទានដល់កាលណាគុណចាស់ញាតិញោមពុទ្ធបរិស័ទប្រុសស្រីជាទីសម្ដាប់វិធានបទរបស់ខ្ញុំប្រកាសណាអាត្មាភាពនៅក្នុងថ្ងៃនេះគឺថៃបានចូលឈ្លានពានប្រទេសខ្មែរនៅតំបន់មុំ3ហើយក៏បានសម្លាប់ទាហានខ្មែរម្នាក់ហើយនឹងរបួសហើយនឹងកាតព្វកិច្ចរបស់ញាតិញោមពុទ្ធបរិស័ទកាលណាគុណចាស់នឹងត្រូវធ្វើចំពោះជាតិមាតុភូមិមួយនេះចឹងញាតិញោមពុទ្ធបរិស័ទកាលណាគុណចាស់ពិតជាបានដឹងហើយអំពីព័ត៌មានថ្មីនេះគឺកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2010ជាស្រ័យឆ្នាំ2025ត្រង់ចំណុចមុំ3នៅក្នុងខេត្តព្រះវិហារហ្នឹងដែលបណ្ដាលឲ្យស្លាប់កងទ័ពកម្ពុជាម្នាក់មកហ្នឹងគឺអំពីដែលថៃមានបំណងឈ្លានពានមកក្នុងប្រទេសខ្មែរហ្នឹងគឺជាព័ត៌មានហើយនឹងកាតព្វកិច្ចរបស់ញាតិញោមពុទ្ធបរិស័ទរឿងនេះមិនមែនជារឿងលើកទី1ទេញាតិញោមពុទ្ធបរិស័ទដែលប្រទេសក្បែរខាងជិតខាងចេះតែឈ្លានពានយើងចេះតែចង់ធ្វើបាបយើងដោយចេតនាអាក្រក់ចេតនាទុច្ចរិតហ្នឹងវាច្រើនមកហើយណាញាតិញោមគឺតំបន់តាមព្រំដែនដូចជាប្រាសាទតាមិនធំអីជាដើមប្រាសាទព្រះវិហារប្រាសាទតាកបីដែលជាព្រំដែនខ្មែរថៃហ្នឹងថាតែងតែមានទំនើសប៉ះពៀប៉ុន្តែយើងជាកងទ័ពជាទាហានខ្មែរយើងគឺមិនដែលសូវទៅបំពេញនៃប្រទេសណានីមួយទេមានតែគេមកបំពេញយើងមុនហើយសម្ដេចសខេងក៏ធ្លាប់លើកឡើងដែរថាប្រទេសខ្មែរយើងមិនដែលទៅចង់បានឈ្លានពានប្រទេសណាទេមិនដែលទៅឈ្លានពានប្រទេសណាមុនទេមានតែគេមកឈ្លានពានយើងនឹងនេះគឺជារឿងរ៉ាវប្រទេសជាតិដែលជារឿងដែលយើងជារឿងយើងទាំងអស់គ្នាញាតិញោមជារឿងយើងទាំងអស់គ្នាមិនមែនជារឿងរបស់បុគ្គលណាម្នាក់ទេរឿងជាតិហ្នឹងអ្នកមិនអាចគិតរឿងអ្វីបានប៉ុន្តែអ្នកមិនអាចមិនគិតរឿងជាតិបានទេអ្នកមិនអាចមានសិទ្ធិមិនអាចតាមដានអ្វីបានប៉ុន្តែអ្នកមិនមានសិទ្ធិមិនតាមដានទឹកដីរបស់ខ្លួនប្រទេសជារបស់ខ្លួនបានឡើយត្រូវតែមានសិទ្ធិតាមដានថែរក្សាការពារជាដាច់ខាតមិនថាញាតិញោមមិនថាពុទ្ធបរិស័ទគឺត្រូវតែមានសិទ្ធិកាតព្វកិច្ចនៅក្នុងរដ្ឋធម្មនុញ្ញក៏មាននិយាយដែរនៅក្នុងច្បាប់កម្ពុជាយើងហ្នឹងគឺច្បាប់រដ្ឋធម្មនុញ្ញហ្នឹងគឺមាននិយាយអំពីសិទ្ធិកាតព្វកិច្ចរបស់ប្រជាពលរដ្ឋដែលត្រូវឈឺឆ្អាលនៅក្នុងរឿងប្រទេសជាតិរឿងសេដ្ឋកិច្ចនៅក្នុងសង្គមរបស់ខ្លួននៅក្នុងប្រទេសរបស់ខ្លួនមិនមានប្រទេសដទៃណាដែលមកស្រឡាញ់យើងស្រឡាញ់ប្រជាពលរដ្ឋយើងស្រឡាញ់ប្រទេសយើងក្រៅពីប្រជាពលរដ្ឋនៅក្នុងខ្មែរស្រុកយើងនឹងទេញាតិញោមហ្នឹងសម្ដេចសង្ឃរាជជូតញ្ញនោជួនណានក៏លោកធ្លាប់មានប្រសាសន៍ថាមិនអោយទុកចិត្ត
mình ơi tụ chất bò rà tê hết nè mình tụ chất áp bị prai vậy giờ đời mất mình này thầm mình ơi tụ chất bò rà tê cao vì ca tụ chất mẹ dương rồi một đợt nom mẹ dương nâng tê cái dương trâu thế chưa chịu tụ chất thấu là có một đợt nom mẹ rồi bỏ dương tôi chỉ được thay nên chân để chân triệt xiêm ban banh là lô banh cho mọi mồ thì hiện mẹ dương sẽ làm nè đấy cứ tham phiếp cứ tha chia bọt tiếng đọc cùng pel liền chiêng ní cứ nhân ca chưa chạm đôi này nhận nhóm nhân ca chưa chạm nhân ca mình sẽ bài chặt đôi này rùm tiếng tham phiếp nâng phòng cứ mình sẽ bài chặt nâng ẩm pư khô khâu ẩm pư tôi cho rất bỏ phía kỳ xiêm là một liên viên lộp bánh tục khmer nấu liền là than của bọc khmer từ đây khmer nâng cái chiêm pơ môi đỏ cọ khô khâu nè để nhận nhóm bột bò sẵn nâng xong đây thì dương mình men chia là bong cổ ôn rồi bò tớp để quạt bàn cái ly chi vật nó vào đói phần tay dương chỉ chuyên rôm chiết nhận nhóm dương chỉ chuyên rôm chiết dương chỉ chuyên rôm sắc sana chỉ chuyên chiết khmer dương từ mù nhận nhóm chiêm khmer dương từ mù tụi cô sạch chiêm khmer dương từ mù cứ dương trong tay chư cha trong tay chư chậm được ai hai ca na bờ dương chết chư chậm cơn tay banh một lơ top bọc khmer dương mà nẹt nữa xem nâng banh trong bên đô mà chưa có đất khmer dương là đọc phần liền nẹt chiêng này cứ chư chậm đôi kia thằng ọ miền tự chặt miền ca chư chậm thằng ọ vì pro tha nó cứ chỉ chuyên khmer dương là cà phê tức đây cà phê vật thể chiết cứ bộ quật là ai cứ con tuộm dương là ai là để quật vật ly chiêm sọ sạch sọ là tao lơ cà phê bồ là nạp hiệp thật vật tay hiệp tự đây khmer dương là linh cứ chia sẽ cái đây để dương của rồi là cất hai của sọc đai thằng ọc này cho rôm sẽ cái đây tục nông công cua xa này xong để ban cái ly chi vật nó là ban trong này bon của sao tất cả nông sẽ than để lõ và sờ cơ màu chiếc me mình to tiền là nâng cứ chia rương là chia bật khmer dương của tới kịch hay nông nốt chia bật khmer dương của trâu miền tôi là ti phía được cây cái tập cây thầy dương trâu thì cho rùm chui rồi rồi thà bị bao thằng o nè anh men chỉ rương đậm phần tụ nó nam mà nè thằng đợt nom rương môi gần nam mà nè thế nhận nhóm cứ xa mà kỳ nè chấn phía được cây rương cái tập cây tôi là ti rồi bỏ thì chia bật khmer dương một xong thằng o nhận nhóm thằng o nè nó cứ trâu thì rùm rùm nè xa mà kỳ nè chia cầm lăng là nằm bay và tây chiết dương thằng ngọc này nằm bay sẽ đây sọ sang tập hiệp dương thằng ngọc này cứ ca sa mà kia mấy cứ sum khăn khăn na nhận nhau sum bay tại presma samput này giống có ông men sum đai tí sa mà kia thua sa mà kia nâng đầy hai việc mai giống có miền đấy tăng việc mà việc riêng nó tối nó thì tha chừng cơ muối ai cạch bã nó nhìn nhau chừng cơ muối nó thế chừng cơ muối bách mình ai cạch bã bàn từ chẳng giang nam bánh ca na bệnh nhận nhau thằng o kia bột bò san thằng o kia là ruột rôm kia sa mà kia chỉ thùng muối cứ mình miền nào na một cách là bằng bạ dương bàn thì một đua dương bàn thì cứ cầm lăng sa mà kia ní cứ khăn khăn na đôi dương khơi nhập nông rịa vềประมาณ ngày ní tại vì miền ca ba thằng cách đằng màu cứ thà phiệp chẳng nhận nhom bột bò sẵn nó cứ ban khơi ông pi ca cho ruộng là đầu viên là phải chia bột rọt mà dương cứ tha khi sòng kê khơi miền là cho ron dội chặt tụ đã chia bằng to bằng tốt đo con tuột chuồng mục vì sầm nặng mà hai chuồn khmer phải chia bột rọt khmer là nhận nhom khmer chẳng không nâng ra vật tê nâng sự tha ban xa thì là nặng nâng anh cứ ban bột đo cầm lăng chân vừa lơ tam rồi dịa ca bột đo xong thì rẽ
គ្រឿងឧបភោគបរិភោគនិងថវិកានឹងឯងគឺជូនទៅដល់កងទ័ពការពារព្រំដែននិងក្រុមគ្រួសារយុទ្ធជនដែលបានពលីជីវិតនៅក្នុងពុព្វហេតុការពារទឹកដីនេះគឺតាមដានសង្គមអ្នកតាមដានសង្គមហ្នឹងគឺគេបានសង្កត់ឃើញអំពីទឹកចិត្តកាយវិការនេះគឺថាជាទឹកចិត្តដ៏ប្រពៃទឹកចិត្តដ៏ល្អក្រៃលែងណាស់ញាតិញោមពុទ្ធបរិស័ទសម្បីស្មារតីឃើញការចូលរួមពីសំណាក់ញាតិញោមប្រុសស្រីពិសេសថ្នាក់ដឹកនាំពិសេសអេដាមលោកជំទាវអ្នកអញ្ញាតារាមួយចំនួនញាតិញោមបរិស័ទមួយចំនួនក៏ប្រមូលផ្ដុំគៀងគោគ្នាជាថវិកាជាសម្ភារៈទឹកសុទ្ធមីត្រីខសម្លៀកអំពាក់អន្រឹងរបស់ឧបភោគបរិភោគនិងថវិកាអីហ្នឹងឃើញជូនដល់កងទ័ពយើងច្រើនមែនទែនប្រហែលថ្ងៃនេះគឺថាសប្បាយចិត្តអនុមោទនាចំពោះញាតិញោមក៏ដូចជាប្រមុខថ្នាក់ដឹកនាំឯកឧត្តមលោកជំទាវលោកអញ្ញាលោកស្រីអ្នកនាងកញ្ញាអីហ្នឹងគឺឃើញចូលរួមច្រើនណាស់ញាតិញោមពុទ្ធបរិស័ទហើយទាំងញាតិញោមដែលនៅតាមផ្ទះនៅតាមផ្លូវទីសាធារណៈពេលឃើញកងទ័ពយើងចល័តឃើញកងទ័ពយើងកំពុងតែធ្វើដំណើរហ្នឹងគឺគាត់បានជូនជាទឹកសុទ្ធបានជូនជាភេសជ្ជៈបានជូនជាមីអីផ្សេងទៅតាមបណ្ដាផ្លូវដែលញាតិញោមឃើញតាមបណ្ដាសង្គមហ្នឹងណាញាតិញោមហ្នឹងហើយឃើញថាចូលរួមហ្នឹងគឺយ៉ាងក្រៃលែងអាហ្នឹងគឺជាការសាមគ្គីញាតិញោមជាការសាមគ្គីហើយការសាមគ្គីនេះការសាមគ្គីនេះនៅក្នុងពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធយើងគឺសំដែងហើយពាក្យថាសាមគ្គីញាតិញោមពាក្យថាសាមគ្គីនេះគឺប្រែថាសេចក្តីព្រមព្រៀងគ្នាមានចិត្តត្រង់នឹងគ្នាមានករណីយកិច្ចត្រូវគ្នាមិនបែកចិត្តពីគ្នាមានមេត្រីចិត្តរលាយគ្នាទៅវិញទៅមកដូចទឹកនឹងទឹកមានប្រកួតមានប្រកាន់មិនចង់គំនុំគុំគួននឹងគ្នាហើយពួកជនដែលតាកតងគ្នាដោយត្រកូលដោយអាជីវកម្មការចិញ្ចឹមជីវិតក្តីដោយកិច្ចត្រូវគ្នាក្តីដោយជាតិសាសនាជាមួយគ្នាក្តីដោយសាសនាត្រូវគ្នាក្តីកាលបើមានសាមគ្គីនេះហើយគឺសេចក្តីព្រមព្រៀងគ្នាយ៉ាងនេះរមែងជាកម្លាំងធំបំផុតរបស់ពួកក្រុមឬប្រទេសនីមួយហ្នឹងគឺអំពីការសាមគ្គីញាតិញោមការសាមគ្គីការស្រោះស្រួលគ្នារាក់ទាក់ចំពោះគ្នាទៅវិញទៅមកចងគ្នាជាមិត្តសម្លាញ់ជាបពុះដោយសាមគ្គីធัวដែលមិនបែកប្រេះឆារវាងគ្នានឹងគ្នារមែងបានទទួលនូវលទ្ធផលដ៏ប្រសើរគឺសេចក្តីសុខសេចក្តីចម្រើនរុងរឿងជាអចិន្ត្រៃយ៍ព្រោះហេតុនោះញាតិញោមពុទ្ធបរិស័ទប្រុសស្រីឧត្តមលោកជំទាវអ្នកអញ្ញាលោកស្រីទាំងអស់គ្នានឹងឯងយើងដើម្បីឲ្យបានប្រាថ្នានៅសេចក្តីសុខសេចក្តីចម្រើនគួរតែបង្កើតនៅធម៌សាមគ្គីនេះឲ្យកើតឡើងហើយធម៌សាមគ្គីនេះនៅក្នុងពុទ្ធសាសនាដែលក៏មានសម្ដែងដែរគឺត្រូវតែមានហេតុមិនមែនចេះតែកើតឡើងទេកើតឡើងឯងនោះទេសាមគ្គីហ្នឹងគឺមានរហូតទៅដល់8ចំណុចការសាមគ្គីណាទី1ហ្នឹងគឺប្រជុំគ្នារឿយតាមការបរិច្ឆេទដើម្បីពិគ្រោះយុបរោគប្រយោជន៍ឧទាហរណ៍កងទ័ពប្រមុខថ្នាក់ដឹកនាំអីហ្នឹងគឺគាត់តែមានកិច្ចប្រជុំកិច្ចជួបជុំគ្នាហ្នឹងហើយក៏ជាការសាមគ្គីគ្នាដែរទី2គឺចូលទៅកាន់ទីប្រជុំទាំងលើទីប្រជុំត្រូវមានការសាមគ្គីពេលប្រជុំគ្នាក៏ត្រូវមានពេលការមិនប្រជុំគ្នាក៏ត្រូវមានការព្រមព្រៀងគ្នាហើយទី3ហ្នឹងគឺមិនត្រូវយករឿងដតីក្រៅអំពីរបៀបវិរៈមកនិយាយទេអញ្ចឹងក្នុងកិច្ចប្រជុំហ្នឹងគឺនិយាយអ្វីដែលជាវិរៈរបៀបហើយមានរបៀបរៀបរយមិនគួរយករឿងដតីណាមកនិយាយហើយចំណុចទី4ហ្នឹងគឺត្រូវគោរពស្ដាប់គ្នាក្នុងការពិគ្រោះកិច្ចការងារពេលដែលនរណាមានយោបល់គឺថាប្រឹងស្ដាប់ដោយសេចក្តីគោរពដោយមិននិយាយកាត់មិននិយាយអីចឹងហើយទី5ហ្នឹងគឺនិយាយកាលណា1ក៏3វាចាអកតិធัวមានន័យថាมันលំអៀងដោយប្រការណាមួយ
ហើយទី6ហ្នឹងគឺត្រូវរកឧបាយនិយាយឲ្យមានធัวសាមគ្គីគ្នារឿយណាហើយទី7ហ្នឹងគឺត្រូវតាំងខ្លួនគ្រប់គ្នាក្នុងសច្ចធัวទាំងណាគោរពណាស្ដាប់ប្រធានបទណាហើយទី8ហ្នឹងគឺត្រូវនិយាយដោយពាក្យទន់ផ្អែមទាំងប្រកបទៅដោយសារៈប្រយោជន៍ណាហើយការសាមគ្គីនេះនៅក្នុងពុទ្ធសាសនាមាន3យ៉ាងទៀតញាតិញោមកណាគុណចាស់ទី1ហ្នឹងគឺកាយសាមគ្គីណាសេចក្តីព្រមព្រៀងគ្នាដោយកាយណាដោយគឺកិច្ចដែលកើតឡើងក្នុងពួករបស់ខ្លួនណាត្រូវតែជួយខ្នះខ្នែងដោយកម្លាំងកាយអបស្ទោព្រួតគ្នាធ្វើដើម្បីញ៉ាំងកិច្ចការនោះនឹងឯងឲ្យបានសម្រេចដូចបំណងហើយម្យ៉ាងទៀតការប្រព្រឹត្តខ្លួនឲ្យមានសណ្ដាប់ធ្នាប់ដោយកាយដែលមានរបៀបរៀបរយដូចគ្នាហៅថាកាយសាមគ្គីហើយទី2ហ្នឹងគឺវិជ័យសាមគ្គីគឺទាំងកងទ័ពទាំងប្រមុខថ្នាក់ដឹកនាំទាំងញាតិញោមហើយហ្នឹងគឺសេចក្តីព្រមព្រៀងគ្នាដោយពាក្យសម្ដីគឺហេតុការណ៍រឿងរ៉ាវឬកម្មវិធីណាមួយដែលត្រូវនិយាយណាដែលត្រូវចាត់ឬមិនត្រូវក៏ត្រូវតែសន្មត់ឲ្យមានរបៀបលក្ខណៈណាដូចគ្នាឈ្មោះថាវិជ័យសាមគ្គីគឺថាព្រមព្រៀងគ្នាដោយវិចារថាធ្វើអ្វីមួយអីមួយហ្នឹងគឺថាព្រមព្រៀងគ្នាហើយទី3ហ្នឹងគឺចិត្តសាមគ្គីគឺសេចក្តីព្រមព្រៀងគ្នាដោយចិត្តណាគឺមានចិត្តគំនិតនឹងឯងជាទីតាំងមានចិត្តប៉ុនប៉ងចំពោះប្រយោជន៍រួមមានចិត្តស្លូតត្រង់ណាមិនវាវេពីគ្នាចេះស្រឡាញ់ណាសេចក្តីសុខចម្រើនរបស់ខ្លួននឹងពួកគណៈនឹងមិនក្បត់គ្នាឈ្មោះថាចិត្តសាមគ្គីនេះគឺអាត្មាភាពនិយាយអំពីសាមគ្គីនៅក្នុងពុទ្ធសាសនាអញ្ចឹងដូចជាញាតិញោមពុទ្ធបរិស័ទអញ្ចឹងដែលខ្ញុំកណាអាត្មាភាពបានលើកឡើងមិញហ្នឹងគឺកតាបកិច្ចរបស់ញាតិញោមប្រុសស្រីសិក្សានុសិស្សលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យអេដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញាផ្សេងទាំងអស់ហើយតែរស់នៅក្នុងកម្ពុជាយើងនេះគឺត្រូវមានកតាបកិច្ចភារកិច្ចណាប្រកាន់យកនៅធัวសាមគ្គីនេះណាហើយជួយណាអ្វីដែលយើងអាចជួយបានណាទៅតាមកម្លាំងដែលយើងអាចប្រព្រឹត្តធ្វើទៅបានណាគឺការសាមគ្គីស្រឡាញ់ព្រមព្រៀងគ្នាណាដូចជាណាដែលបានលើកឡើងពីខាងដើមមិញហ្នឹងគឺប្រជាពលរដ្ឋយើងទាំងក្មេងចាស់ប្រុសស្រីគ្រប់សត្វវណ្ណៈទាំងអស់ទាំងអ្នកមានប្រជាប្រិយភាពទាំងតារាទាំងណាប្រមុខថ្នាក់ដឹកនាំអីហ្នឹងគឺបានយកចិត្តទុកដាក់នៅក្នុងការជួយឧបត្ថម្ភគ្រប់គ្រងទៅដល់ទាហានជួរមុខទាំងទាហានជួរបន្ទាប់ជួរក្រោយទៅតាមលំដាប់លំដោយណាអានឹងគឺជាកាតព្វកិច្ចរបស់ញាតិញោមយើងទាំងអស់គ្នាពេលដែលញាតិញោមអញ្ជើញទៅលេងតាមប្រាសាទតាមព្រំដែនតាមប្រាសាទព្រះវិហារដែលញាតិញោមកណាគុណចាស់ហ្នឹងគឺបានទៅលេងប្រាសាទព្រះវិហារប្រហែលដងហើយពូហ្នឹងហើយបានទៅប្រាសាទតាមុនបានទៅប្រាសាទតាកបីអីផ្សេងហ្នឹងនឹងដល់អាត្មាច្រើនដងដែរប្រាសាទព្រះវិហារណាហើយពេលទៅហ្នឹងគឺយើងមានថវិកាមានរបស់របរជូនកងទ័ពការពារប្រាសាទយើងផងញាតិញោមពុទ្ធបរិស័ទប្រុសស្រីណាមានជាណាគ្រឿងឧបភោគបរិភោគយថាវិការអីទៅណាព្រោះថាគាត់រស់នៅតំបន់ដាច់ស្រយាលនៅតំបន់ណាព្រៃភ្នំណានៅកាត់ភ្លេងកាត់បកោអត់មានទាំងអគិសនីអីប្រើប្រាស់គ្រប់គ្រាន់មិនមានទាំងកន្លែងអីផ្ទះដេកអីសុខស្រួលដូចយើងនឹងទេអញ្ចឹងដើម្បីអីគឺដើម្បីសេចក្តីសុខយើងទាំងអស់គ្នាណាដែលគាត់ទៅការពារទៅស្ម័គ្រចិត្តបំរើប្រទេសជាតិហ្នឹងគាត់បំពលីជីវិតរបស់ខ្លួនគាត់ស្រេចទៅហើយញាតិញោមហ្នឹងគឺពីការលះបង់របស់គាត់ណាហើយយើងដែលជាបរិស័ទជាប្រជាពលរដ្ឋហ្នឹងគឺមានកាតព្វកិច្ចត្រង់តែជួយគាត់ពេលមានភ័យអាសន្នអន់ក្រឬមកក៏ខ្វះខាតហ្នឹងឯងញាតិញោមយើងរស់នៅបានសុខស្រួលមានផ្ទះមានសម្បែងមានម៉ាស៊ីនត្រជាក់ប្រើប្រាស់គ្រប់គ្រាន់ណាមានការដេកការសម្រាកមានណាប្រទេសមានកង្ហារមានអីគ្រប់គ្រាន់ចង់ដើរលេងទៅណាទៅណីសិទ្ធិសេរីភាពពេញញាតិញោមចោះយើងមើលទៅកងទ័ពយើងគាត់នៅការពារគាត់មានដូចយើងអត់ដូចជាណាចង់ដើរលេងទៅណាក៏បានដូចយើងអត់ហើយសំបីតែណានៅតែតំបន់ព្រៃភ្នំចង់តែអនរឹងសម្រាប់នៅតាមការពារតាមប្រាសាទតាមព្រំដែន
ណារបស់ហូបចុកក៏មិនជាគ្រប់គ្រាន់នៃប្រមាណណាហើយភ្លើងសេវាហើយគឺថាអត់សូវស្រួលដូចយើងទេអញ្ចឹងយើងដែលរស់នៅបានសុខស្រួលបានសេចក្តីសុខសេចក្តីចម្រើនហ្នឹងក៏ដោយសារពួកគាត់នឹងដែរញាតិញោមដោយសារពួកគាត់នឹងតើដែលយើងរស់ដេកមិនភ័យព្រួយមិនបារម្ភមិនអីមានសុខសន្តិភាពមានអីដោយសារណាកងទ័ពនឹងឯងទាហានប៉ូលីសមន្ត្រីរាជការណាមន្ត្រីរាជការស៊ីវិលអីនឹងឯងអញ្ចឹងនឹងហើយជាឱកាសដែលយើងត្រូវធ្វើទានត្រូវសាមគ្គីរួបរวมគ្នាញាតិញោមទាំងអស់គ្នាឱកាសណាគុណចាស់ព្រះសង្ឃរួបរวมសាមគ្គីជួយឈឺឆ្អាលដោយកាលពីខែខ្ទង់ខែ4ឬក៏ខែ3អីនេះគឺព្រះសង្ឃបានដឹកនាំខ្ញុំគណៈអាត្មាភាពទៅប្រាសាទតាមុនទៅអីដែរទៅអប់រំជ័យសម្ភារៈសិស្សហើយទៅដល់ប្រាសាទព្រះវិហារអធិស្ឋានទៅដល់ប្រាសាទតាមុនអីបណ្ដែរខ្ញុំគណៈអាត្មាភាពមិនបានទៅផ្ទាល់ទេណាគឺបានតែផ្ញើសម្ភារៈឧបភោគបរិភោគមានជាទឹកណាភេសជ្ជៈអង្គមានអីមួយចំនួនហ្នឹងជូនទៅតាមណាព្រះសង្ឃញាតិញោមឲ្យគាត់អញ្ជើញទៅផ្ទាល់នឹងដែរហើយប្រាសាទព្រះវិហារក៏ធ្លាប់ទៅនឹងដែរណាហើយតាមភ្នំដងរែកតាមអីហ្នឹងគឺបានទៅឃើញពួកគាត់អាត្មាភាពបានទៅម្ដងដែរលើភ្នំដងរែកណាប្រាសាទព្រះវិហារបានទៅច្រើនដងហើយទៅតាមលើភ្នំដងរែកហ្នឹងក៏ទៅជាមួយព្រះសង្ឃណាដឹករបស់របរយកទៅជូនពួកគាត់ហើយក៏ទៅបានឃើញពីជីវភាពការរស់នៅរបស់ពួកគាត់ខ្លះហ្នឹងដែរញាតិញោមហ្នឹងឯងអញ្ចឹងណាខ្ញុំប្រកាសណាអាត្មាភាពនិយាយអំពីប្រធានបទអំពីណាតបសៀមបានចូលឈ្លានពានមកលើទឹកដីខ្មែរហើយក៏បានបាញ់តបណាយើងម្នាក់បានស្លាប់ហើយនឹងទូនាទីនឹងកតបកិច្ចភារកិច្ចរបស់ញាតិញោមពុទ្ធបរិស័ទហ្នឹងគឺមានតែប្រមាណប៉ុណ្ណេះណាក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះក៏សូមនឹងមុននឹងបញ្ចប់ក៏សូមឧទ្ទិសកុសលផលបុណ្យជូនទៅដល់ណាកងទ័ពដែលបានពលីជីវិតថ្មីនេះហើយបានទទួលនៅបុណ្យកុសលទៅកើតក្នុងទីស្ថានល្អប្រសើរហើយយ៉ាងទៀតក៏ជូនបុណ្យកាលណាគុណចាស់ញាតិញោមហើយបានសេចក្តីសុខសេចក្តីចម្រើនតរៀងទៅប៉ុណ្ណាសូមអនុមោទនា